បុរសម្នាក់ប្រមាញ់សត្វតែប្រទះឃើញមនុស្សព្រៃម្នាក់ដោយឃើញជានារីគាត់ក៏មានគំនិតអាក្រក់គាត់លបដើរទៅពីក្រោយរួចបោះសំណាញ់ក្រោបនាងនឹកស្មានមិនដល់ថាចាប់បានមែនដើម្បីកុំឲ្យនាងរត់រួចគាត់ដើរទៅមុខយ៉ាងលឿនហើយវាយនាងមួយកាំភ្លើងឲ្យសន្លប់បន្ទាប់មកគាត់នាំនាងមកបន្ទប់ក្រោមដីផ្ទះយកច្រវាក់មកចងនាងជាប់រួចសម្លឹងមើលនាងយ៉ាងគៀកព្រោះនេះជាមនុស្សអាថ៌កំបាំងដែលធ្លាប់ឃើញតែក្នុងទូរទស្សន៍គាត់ឃើញក្រចកនាងវែងហើយស្រួយបើត្រូវនាងខ្វាចច្បាស់ជាហូរឈាមមិនខានហើយខ្លួននាងងក់ខ្វក់ខ្លាំងណាស់ថែមទាំងមានក្លិនស្អុយទៀតផងតែមើលតាមធ្មេញរបស់នាងហាក់នៅក្មេងនៅឡើយពេលស្ត្រីព្រៃដឹងខ្លួននាងក៏ខំរែមដៃគាត់ដែរគាត់ភ្លេចថានាងជានារីដែលរស់នៅក្នុងព្រៃគឺមានចរិតកាចសាហាវណាស់បុរសនោះខឹងយ៉ាងខ្លាំងក៏ដើរមុខនាងមួយដៃតែនាងធ្វើមុខប្រងើយដូចគេអេះឲ្យអញ្ចឹងការវាយតប់បែបនេះសម្រាប់អ្នករស់ក្នុងព្រៃដណ្ដើមចំណីជាមួយសត្វគឺជារឿងធម្មតាទេអស់ជំរឿគាត់ក៏ប្រើអាវុធទំនើបដើម្បីគំរាមវិញគាត់ពាក់កាសបិទត្រចៀករួចដកកាំភ្លើងខ្លីចេញមកសំឡេងកាំភ្លើងធ្វើឲ្យនាងឈឺត្រចៀកហើយស្រែកយ៉ាងខ្លាំងភ្លាមនោះនាងសម្លឹងមើលគាត់ទាំងខឹងសម្បាដូចចង់ស៊ីសាច់អញ្ចឹងពេលគាត់យកកាំភ្លើងតម្រង់ត្រចៀកនាងមកខាងទៀតទើបនាងព្រមស្ងាត់បន្ទាប់មកនិកប្រាប់គ្រួសារថាមានកាដូពិសេសសម្រាប់ពួកគេពេលគ្រប់គ្នាឃើញស្ត្រីព្រៃនៅបន្ទប់ក្រោមដីពួកគេភ័យរន្ធត់យ៉ាងខ្លាំងនិកថានឹងបង្វឹកនាងឲ្យចេះស្ដាប់បង្គាប់សូមឲ្យគ្រប់គ្នាជួយតែប្រពន្ធនិងកូនស្រីមានអារម្មណ៍ភ័យខ្លាចមានតែកូនប្រុសម្នាក់ទេដែលសម្លឹងមើលនាងដោយកែវភ្នែករំភើបដោយសារនិកបង្ខំខ្លាំងពេកពួកគេក៏ព្រមទទួលយកស្ត្រីព្រៃម្នាក់នេះប្រពន្ធហាក់ដឹងពីបំណងអាក្រក់ប្តីប្រពន្ធបានធ្វើបបរមួយចានយកមកឲ្យនាងតែនាងកាច់សាហាវពេកទើបគ្មានអ្នកណាហ៊ានចូលចិត្តប្រពន្ធក៏ដាក់ចានបបរលើធុងហើយឲ្យកូនប្រុសរុញទៅក្បែរនាងតែនាងមិនព្រមហូបទេថែមទាំងយកក្បាលបុកចានកំពប់អស់ទៀតគ្រប់គ្នាភ័យឡើងញ័រខ្លួននិកក៏និយាយលួងលោមគ្រួសារថានេះជារឿងសម្ងាត់ក្នុងផ្ទះហាមប្រាប់អ្នកណាឲ្យដឹងពេលបង្វឹកនាងបានល្អហើយនាងនឹងក្លាយជាអ្នកបម្រើដ៏ល្អដោយសារនិកជាមេគ្រួសារផ្ដាច់ការទើបគ្រប់គ្នាមិនហ៊ានមាត់ក៏យល់ព្រមតាមគាត់យប់ឡើងកូនស្រីពើមកមុខបន្ទប់ក្រោមដីហើយចាក់ចម្រៀងឲ្យនាងស្ដាប់ពេលឮសំឡេងចម្រៀងស្ត្រីព្រៃក៏ស្ងប់អារម្មណ៍ប្រពន្ធសួរនិកថាពិតជាចង់ចិញ្ចឹមនាងមែនទេស្រាប់តែនិកទះកំភ្លៀងនាងមួយដៃនាងភ័យលែងហ៊ានមកទៀតព្រឹកថ្ងៃបន្ទាប់កូនប្រុសដោយក្តីចង់ដឹងបានចោះប្រហោងទ្វារមួយដើម្បីលួចមើលស្ត្រីព្រៃនោះក្រោយរងទារុណកម្មប៉ុន្មានថ្ងៃស្ត្រីព្រៃចុកសោយ៉ាងខ្លាំងនិកនាំប្រពន្ធនិងកូនប្រុសចូលមកម្ដងទៀតគាត់ចង់ទាញនាងឡើងលើរួចដេញកូនប្រុសចេញទៅក្រៅប្រាប់ថាចង់ងូតទឹកឲ្យនាងបន្ទាប់មកនិកចាប់ផ្ដើមជូតខ្លួនឲ្យនាងដោយដឹងពីភាពខុសខើរបស់គេស្ត្រីព្រៃមិនហ៊ានតវ៉ាឡើយនាងបានត្រឹមសម្លឹងសុំជំនួយពីប្រពន្ធគេទង្វើរបស់ប្តីធ្វើឲ្យប្រពន្ធទ្រាំលែងបាននាងលួចរើដំបងឈើបំរុងនឹងវាយប្តីឲ្យសន្លប់តែពេលទៅដល់បែរជាភ័យទៅវិញក៏ធ្វើជាប្រាប់ប្តីថាខ្ចីរបូតវិញស្ត្រីព្រៃអស់សង្ឃឹមយ៉ាងខ្លាំងបន្ទាប់មកនាងត្រូវគេអូសទៅក្រៅហើយត្រូវបានគេសម្រាតខោអស់និកយកទុយយកបាញ់ទឹកបាញ់លាងខ្លួននាងយ៉ាងខ្លាំងក្លាកូនស្រីច្បងឃើញក៏អាណិតនាងក៏ទៅបិទម៉ាស៊ីនទឹកនោះដោយសារភាពតក់ស្លុតនាងក៏និយាយចេញមកនិកពេញចិត្តក៏ឈប់បាញ់ទឹករួចបញ្ជាប្រពន្ធឲ្យជូតខ្លួននាងឲ្យស្ងួតនិងបដូរសម្លៀកបំពាក់ថ្មីឲ្យនាងពេលឃើញស្ត្រីព្រៃស្អាតប្លែកនិកពេញចិត្តយ៉ាងខ្លាំងថែមទាំងបញ្ចុកបាយនាងទៀតដល់ពេលយប់ជ្រៅពេលប្រពន្ធគេងលក់និកទប់អារម្មណ៍លែងបានក៏លួចចុះពីលើគ្រែតាមពិតប្រពន្ធមិនទាន់គេងទេនាងដឹងច្បាស់ថាប្តីទៅធ្វើរឿងអ្វីតែនាងបានត្រឹមលេបកំហឹងទុកទោះស្ត្រីព្រៃមិនពេញចិត្តតែកំពុងជាប់ចំណងធ្វើអ្វីមិនបានក៏បណ្ដោយឲ្យបុរសនោះបំពេញទៅសកម្មភាពទាំងអស់នេះត្រូវកូនប្រុសលួចមើលឃើញព្រោះទ្វារបន្ទប់ក្រោមដីត្រូវបានគេចោះប្រហោងទុកកូនប្រុសមានអារម្មណ៍ជ្រួលច្របល់ណាស់ហើយចេះតែរកឱកាសល្អពេលឪពុកចេញទៅធ្វើការគេក៏លួចរត់ពីសាលារៀនមកផ្ទះវិញយកដង្កៀបពីកន្លែងទុកឧបករណ៍រត់ចូលបន្ទប់ក្រោមដីភ្លាមកូនប្រុសនេះចង់ធ្វើដូចឪពុកខ្លួនដែរតែស្ត្រីព្រៃមិនព្រមដាច់ខាតឲ្យមនុស្សចាស់ធ្វើបាបវាហួសទៅហើយនាងមិនឲ្យក្មេងតូចនេះមកធ្វើបាបនាងទៀតទេគឺមិនអាចទៅរួចឡើយដោយសារដៃជើងនាងជាប់នាងធ្វើអ្វីក្មេងនេះមិនកើតទេកូនស្រីច្បងកំពុងអានសៀវភៅនៅផ្ទះស្រាប់តែសំឡេងរអ៊ូពីបន្ទប់ក្រោមដីគឺស្ត្រីព្រៃកំពុងស្រែកកូនស្រីច្បងរត់ទៅមើលយ៉ាងលឿនពេលបើកទ្វារនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹកស្មានមិនដល់ថាប្អូនប្រុសមានចរិតបែបនេះនាងស្ដីបន្ទោសហើយដេញគេចេញនាងសង្កេតឃើញថាស្ត្រីព្រៃរងរបួសពេញខ្លួននាងពិតជាមិនជឿថាប្អូនប្រុសខូចខើសោះនាងជួយស្លៀកពាក់ឲ្យនាងវិញស្ត្រីព្រៃដឹងថាក្នុងផ្ទះនេះមានតែកូនស្រីច្បងទេដែលចិត្តល្អទង្វើអាក្រក់របស់កូនត្រូវម្ដាយដឹងរឿងម្ដាយស្ដីបន្ទោសកូនប្រុសនាងមិនដឹងថាត្រូវប្រដៅកូនយ៉ាងម៉េចទេពេលឪពុកត្រឡប់មកពីធ្វើការប្រពន្ធក៏ប្រាប់រឿងកូនប្រុសនិងស្ត្រីព្រៃនៅបន្ទប់ក្រោមដីគាត់បានដឹងតែគាត់ស្ដាប់ហើយមិនភ្ញាក់ផ្អើលតតែសោះព្រោះគាត់ដឹងតាំងពីយូរមកហើយថាកូនប្រុសចាប់អារម្មណ៍នារីព្រៃគាត់ថារឿងនេះមិនមានអីអស្ចារ្យទេក្មេងប្រុសវ័យប៉ុននេះកំពុងពេញវ័យទង្វើនេះគឺជារឿងធម្មតាប្រពន្ធអស់សង្ឃឹមយ៉ាងខ្លាំងនឹកស្មានមិនដល់ថាឪពុកនិងកូនចរិតដូចគ្នាប្តីថានៅថ្ងៃមុខអាចចែករំលែកគ្នាបានមិនបាច់ឆ្ងល់ច្រើនពេកទេសូមកុំធ្វើឲ្យរឿងតូចខ្លាចជារឿងធំប្រពន្ធទ្រាំរស់នៅបន្តទៀតលែងបានក៏សម្រេចចិត្តសុំលែងលះជាមួយប្តីហើយចង់នាំកូនស្រីទាំងពីរទៅជាមួយប្តីគិតថាបើប្រពន្ធចាក់ចេញទៅគឺរស់មិនរួចទេគ្មានការងារធ្វើជាង10ឆ្នាំហើយនៅចង់ទៅណាទៀតតែប្រពន្ធប្រាប់ថានាងត្រូវតែទៅទុកឲ្យប្តីនិងកូនរស់នៅជាមួយស្ត្រីព្រៃនោះចុះឃើញប្រពន្ធហ៊ានតវ៉ាប្រឆាំងប្តីក៏ដាល់ពោះនាងពីរដៃហើយវាយក្បាលនាងទៀតធ្វើឲ្យនាងដួលសន្លប់នៅលើដីប្តីនិយាយថាចង់ចាក់ចេញគឺមិនងាយទេកូនស្រីច្បងចង់ទៅគ្រាម្ដាយឡើងតែឪពុកគំរាមកុំឲ្យលូកដៃបើហ៊ានជួយនឹងវានាងដែរកូនស្រីភ័យខ្លាចក៏រត់ចេញទៅពេលនោះស្រាប់តែមានគេគូសទ្វារប្តីខ្លាចគេដឹងរឿងក៏ប្រញាប់ទាញប្រពន្ធឡើងតាមពិតជាគ្រូបង្រៀនមកសួរសុខទុក្ខឪពុកនិងកូនប្រុសលើកម្ដាយដាក់លើកៅអីកូនស្រីច្បងខ្លាចគ្រូដឹងរឿងក៏និយាយជាមួយគ្រូឥតឈប់ដើម្បីពន្យាពេលទីបំផុតឪពុករៀបចំឲ្យម្ដាយអង្គុយធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទើបអនុញ្ញាតឲ្យគ្រូចូលមកគ្រូចង់ឲ្យម្ដាយមកអង្គុយជែកគ្នាអំពីរឿងកូនស្រីនៅសាលាតែឪពុកក៏ហកថាប្រពន្ធគាត់ហត់ណាស់កំពុងតែងុយដេកហើយគាត់ប្រាប់គ្រូថាមានអ្វីនិយាយជាមួយគាត់ចុះគ្រូក៏និយាយជែកជាមួយគាត់ឆ្លៀតសរសើរគ្រូថាពូកែហើយថែមទាំងស្អាតទៀតផងដោយសារគាត់សរសើរមិនឈប់គ្រូមានអារម្មណ៍ថា
មិនសូវស្រួលនិយាយរឿងកូនស្រីបន្តិចនាងក៏ប្រញាប់សុំលាត្រឡប់ទៅវិញតែឪពុកមិនព្រមឲ្យគ្រូទៅទេចង់ឲ្យគ្រូគេងនៅទីនេះយប់នេះគ្រូនៅតែរឹងរូសចង់ទៅគាត់ក៏ទះគ្រូមួយកំភ្លៀងធ្វើឲ្យគ្រូដួលទៅលើដីគាត់គំរាមថានិយាយស្រួលមិនស្ដាប់ចង់សាករបស់រឹងមែនកូនស្រីស្រែកអង្វរឲ្យឪពុកលេងគ្រូរួចខ្លួនទៅកុំធ្វើបាបគ្រូរបស់នាងអីតែឥឡូវនេះឪពុកលេងខ្វល់អ្វីទាំងអស់គាត់យកខ្សែមកចង់ដៃគ្រូហើយអូសចេញទៅឆ្ងាយកូនស្រីតាមអង្វរជាប់រហូតតែគ្មានប្រយោជន៍ទេឪពុកស្រែកប្រាប់កូនថានាងលេងជាគ្រូរៀនទៀតហើយឥឡូវនាងជាម្ដាយចង់ឯងកូនស្រីទ្រាំលេងបានក៏ជេរឪពុកថាជាមនុស្សអាក្រក់ឪពុកដោលកូនស្រីមួយដៃដួលទៅលើដីថ្ងៃនេះគាត់មិនលេងគ្រូម្នាក់នេះទេគាត់ចង់គ្រូជាប់នឹងរបងក្រៅផ្ទះសម្លេងស្រែករបស់ធ្វើឲ្យប្រពន្ធនិងស្ត្រីព្រៃភ្ញាក់ពីគេងកូនស្រីច្បងកំពុងយំនៅលើដីឪពុកដើរមកគំរាមកុំឲ្យយំទៀតឯងត្រូវតែយល់ព្រមបើមិនអញ្ចឹងទេនឹងវាឲ្យស្លាប់ពេលប្រជុំមុខនឹងឪពុកចិត្តអាក្រក់កូនស្រីក៏ឆ្លើយយល់ព្រមតាមបណ្ដោះអាសន្នតាមការបង្ខំរបស់គាត់ទទួលស្គាល់ថាគ្រូជាម្ដាយចុងឥឡូវគាត់ត្រឡប់មករកគ្រូវិញសម្រាប់ចិត្តចាប់នាងដាក់បន្ទប់ក្រោមដីប្រើវិធីចាស់ដើម្បីបង្វឹកនាងឲ្យស្ដាប់បង្គាប់គាត់អូសគ្រូចូលបន្ទប់ក្រោមដីកូនប្រុសយកសោទៅបើកទ្វារមួយទៀតនៃបន្ទប់ក្រោមដីនោះតាមពិតមានមនុស្សព្រៃម្នាក់ទៀតនៅទីនេះមើលទៅឪពុកនេះធ្លាប់ធ្វើរឿងបែបនេះច្រើនដងហើយមនុស្សព្រៃនោះទ្រាំមិនបានពេលឃើញនារីស្អាតម្នាក់ត្រូវគេចាប់មកក៏ស្ទុះទៅខំគ្រូនោះយ៉ាងសាហាវគ្រូត្រូវគេខំស្រែកយ៉ាងឈឺចាប់ឪពុកឈរមើលពីក្រៅសួរថាព្រមស្ដាប់បង្គាប់ឬនៅបើព្រមធ្វើប្រពន្ធគាត់នឹងជួយឲ្យរួចខ្លួនតែគ្រូដេសែតដាច់អហង្ការកូនស្រីច្បងដឹងថាពេលនេះមានតែស្ត្រីព្រៃទេតែអាចបញ្ឈប់រឿងនេះបាននាងលួចសមមកហើយដោះច្រវាក់ស្ត្រីព្រៃនោះចេញប៉ុន្តែគួរឲ្យស្ដាយគ្រូត្រូវមនុស្សព្រៃនោះខំស្លាប់បាត់ទៅហើយពេលឪពុកឃើញអញ្ចឹងគាត់បន្ទោសថាគ្រូនេះរឹងរូសពេកមិនព្រមធ្វើតាមគាត់ស្លាប់បែបនេះគឺសំនឹងរងកម្មហើយប្រពន្ធកំពុងដើរសម្ដៅមកបន្ទប់ក្រោមដីដែរពេលនេះស្ត្រីព្រៃត្រូវបានរួចខ្លួនហើយគ្រាន់តែដើរចេញមកក៏ប្រទះឃើញប្រពន្ធនោះស្ត្រីព្រៃគិតថាប្រពន្ធជាអ្នកសំគំនិតជាមួយប្តីមនុស្សទន់ខ្សោយបែបនេះមិនស័ក្តិសមរស់ទេនាងស្ទុះទៅខំប្រពន្ធនោះយ៉ាងសាហាវមួយសន្ទុះក្រោយមកប្រពន្ធក៏ស្លាប់បាត់ទៅនាងចាប់បោះសាកសពប្រពន្ធទៅឆ្ងាយកូនស្រីច្បងឃើញម្ដាយស្លាប់ក្រោមស្នាដៃស្ត្រីព្រៃនាងភ័យរន្ធត់យ៉ាងខ្លាំងបន្ទាប់មកស្ត្រីព្រៃកាន់ដំបងដែកមួយរុញទ្វារចូលបន្ទប់ឪពុកនិងកូនប្រុសឃើញក៏ភ័យស្លន់ស្លោឪពុកប្រញាប់រកអាវុធការពារខ្លួនចំណែកកូនប្រុសគេចមិនទាន់ត្រូវនាងវាយមួយដំបងដែកយ៉ាងខ្លាំងរាងកាយដាច់ជាពីរក្មេងអាក្រក់នេះបានទៅឋានរកបាត់ទៅឪពុកកំពុងរវល់រកអាវុធទប់ទល់ពេលទើបកាន់កាំភ្លើងបានប៉ុន្តែនៅតែយឺតពេលមួយជំហានស្ត្រីព្រៃយកដំបងដែកចាក់ទម្លុះមួយដងពីរដងបន្ទាប់មកនាងលូកដៃទៅទ្រូងរបស់គាត់ហើយខ្វេះយកបេះដូងចេញមកនាងខំស៊ីយ៉ាងឆ្ងាញ់នៅមុខគាត់រួចគិតថាបេះដូងមនុស្សអាក្រក់នេះឆ្ងាញ់ណាស់ទីបំផុតមនុស្សអាក្រក់ទាំងពីរឪពុកនិងកូនបានទៅជួបគ្នានៅឋាននរកស្ត្រីព្រៃដើរចេញមកក្រៅចំណែកមនុស្សព្រៃម្នាក់ទៀតក៏វាចេញមកចង់សុំនាងធ្វើជាមេនាងទះកំភ្លៀងគេមួយដៃដើម្បីឲ្យដឹងថាធ្វើកូនចៅគេត្រូវចេះស្ដាប់បង្គាប់នាងយកបេះដូងនោះឲ្យកូនចៅនាងស៊ីគេមិនដែលធ្លាប់ហូបរបស់ឆ្ងាញ់បែបនេះទេទើបដឹងថាបេះដូងមនុស្សអាក្រក់រសជាតិឆ្ងាញ់ណាស់ពេលនាងបំរុងនាំកូនចៅត្រឡប់ទៅព្រៃវិញកូនស្រីពើក៏ដើរចេញពីផ្ទះមកដើរសម្ដៅមករកស្ត្រីព្រៃក្មេងតូចនេះមិនខ្លាចនាងតតែសោះថែមទាំងយកទឹកមកឲ្យនាងផឹកទៀតហើយប្រាប់ថាបងស្រីហត់ហើយសូមផឹកទឹកនេះចុះនាងទាញទឹកផឹកយ៉ាងក្អឹកហើយគិតថាក្មេងនេះពិតជាដឹងក្តីមែនកូនស្រីច្បងភ័យស្ទើរស្លាប់ក៏រត់មកក្បែរប្អូនខ្លួនពេលនោះស្ត្រីព្រៃយកម្រាមដៃដាក់ចូលមាត់ក្មេងតូចឲ្យនាងភ្លក់រសជាតិឈាមមនុស្សអាក្រក់មិននឹកស្មានថាក្មេងតូចគិតថារសជាតិវាមិនអាក្រក់ទេនាងចង់ឲ្យបងស្រីភ្លក់ដែរតែបងស្រីប្រកែកទីបំផុតនាងក៏នាំប្អូនស្រីទៅជាមួយទៅរស់នៅក្នុងព្រៃជាមួយគ្នាបងស្រីបានត្រឹមឈរមើលពីចម្ងាយពេលនាងនាំប្អូនទៅនាងដឹងថាស្ត្រីព្រៃមិនមែនជាមនុស្សអាក្រក់ទេនាងប្រកាសជាមើលថែប្អូនបានល្អចាប់ពីពេលនោះមកក្មេងព្រៃម្នាក់បានចាប់កំណើត10ឆ្នាំក្រោយនាងនឹងក្លាយជាមនុស្សខ្លាំងគ្មានគូប្រៀប